មកដឹងពីយន្តហោះ Rafale របស់បារាំងថាតើយន្តហោះនេះមានគុណសម្បត្តិអ្វីដែលធ្វើឲ្យមានភាពទាក់ទាញនិងចង់បានពីប្រទេសផ្សេងៗយន្តហោះចម្បាំងបារាំង Rafale សង្ហាសិចស៊ីធ្វើឲ្យគេច្រណែនពេញពិភពលោកហេតុអ្វីយន្តហោះចម្បាំង Rafale មានមន្តស្នេហ៍ទាក់ទាញដូចនេះ Rafale មានរាងជា Delta ផលិតដោយក្រុមហ៊ុនបារាំង Dassault និងដាក់ឲ្យកងទ័ពបារាំងប្រើចាប់ពីឆ្នាំ2001មកក្នុងឆ្នាំ2025-2030ខាងមុខនេះបារាំងចង់ប្រើ Rafale ជំនួសយន្តហោះជើង7ប្រភេទដែលកងទ័ពអាកាសនិងកងទ័ពជើងទឹកកំពុងប្រើសព្វថ្ងៃយន្តហោះ Rafale មានតួនាទីច្រើនមុខដូចជាការពារដែនអាកាសចាប់អត្តសញ្ញាណសត្រូវហើយតួនាទីលេចធ្លោបំផុតនោះគឺការវាយប្រហារនុយក្លេអ៊ែរក្នុងបេសកកម្មទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ Rafale អាចដឹកមីស៊ីល MICA បាន6ដាមមីស៊ីល ASMPA 1ដាមហើយមានកន្លែងស្តុកសាំង 2,000 លីត្របន្ថែមទៀតយន្តហោះនេះមានភាពឯករាជ្យអាចហោះហើរបានជាង12ម៉ោងមុននឹងត្រូវចាក់សាំងគឺលើសពីយន្តហោះ Mirage 2000ដែលអាចហោះបានត្រឹម10ម៉ោងRafale មានល្បឿនលឿនហើយអាចធ្វើដំណើរក្នុងផ្លូវស្មុគស្មាញអាចវាយប្រហារបានចម្ងាយឆ្ងាយនិងអាចលេចមុខមកកំចាក់សត្រូវទាំងសត្រូវមិនបានគិតទុកជាមុនអានុភាពជាក់ស្ដែងរបស់យន្តហោះចម្បាំង Rafale បានបង្ហាញឡើងក្នុងអន្តរាគមន៍យោធានៅលីប៊ីកាលពីឆ្នាំ2011អ្នកជំនាញលើកឡើងថា Rafale 4គ្រឿងបានធ្វើការវាយប្រហារយ៉ាងយូររហូតដល់9ម៉ោង35នាទីនៅលើដែនអាកាសជារយៈពេលយូរជាងប្រវត្តិសាស្ត្រសម្រាប់កងទ័ពអាកាសកាលនោះ Rafale ក៏បានចាក់សាំងក្នុងពេលប្រតិបត្តិការក្នុងដែនអាកាសផងដែរដោយសារគុណសម្បត្តិទាំងអស់នេះប្រទេសមួយចំនួនដូចជា Swiss កូរ៉េ Brazil ឬក៏ម៉ារុកសុទ្ធតែពាន់ប៉ងចង់បាន Rafale គ្រប់គ្នាប៉ុន្តែចង់ទិញយន្តហោះ Rafale ក៏មិនមែនស្រួលដែរគឺត្រូវតែមានទំនាក់ទំនងការទូតល្អជាមួយបារាំងជាម្ចាស់វាសិនកំឡុងមកធ្លាប់មានការបន្ថយគុណសម្បត្តិរបស់ Rafale ប្រហែលដោយសារភាពច្រណែនក៏ថាបានទោះយ៉ាងនេះក៏ដោយក៏ Rafale នៅតែជាយន្តហោះចម្បាំងដ៏ពូកែបំផុតក្នុងពិភពលោកដោយឡែកបើប្រៀបនឹងយន្តហោះ F-16 របស់អាមេរិក Gripen របស់ស៊ុយអែតឬក៏ Typhoon របស់បណ្ដាប្រទេសអឺរ៉ុបតម្លៃរបស់ Rafale ហាក់ដូចជាខ្ពស់ហួសហេតុមុនពេលឥណ្ឌាប្រកាសទិញប្រើ36គ្រឿងនៅល្ងាចថ្ងៃសុក្រម្សិលមិញនេះសារព័ត៌មានបារាំង Le Monde បានចុះផ្សាយថាឥណ្ឌាចង់ទិញ Rafale 63គ្រឿងភ្លាមៗក្នុងតម្លៃ 7,300 លានអឺរ៉ូមានន័យថាយន្តហោះមួយគ្រឿងអាចមានតម្លៃដល់ទៅជិត118លានអឺរ៉ូថ្មីនេះបងប្អូនទាំងអស់គ្នាបានដឹងហើយថាប៉ុន្មានខែមុនយន្តហោះ Rafale របស់បារាំងបានប៉ះទង្គិចជាមួយយន្តហោះចិន G-10 ដែលបញ្ជាបើកបរដោយទាហានរបស់ប៉ាគីស្ថានហើយយន្តហោះបារាំងបញ្ជាដោយទាហានរបស់ប្រទេសឥណ្ឌាដែលពីរនោះមានការតាំងតឹងដាក់គ្នានៅតំបន់កាស្មៀររវាងប្រទេសឥណ្ឌានិងប៉ាគីស្ថានដែលយន្តហោះ G-10 បានបាញ់យន្តហោះរបស់បារាំង Rafale ធ្លាក់យ៉ាងងាយទៀតវីដេអូក្រោយខ្ញុំនឹងនិយាយអំពីយន្តហោះរបស់ចិន G-10 ថាតើយន្តហោះប្រភេទនេះមានគុណសម្បត្តិអ្វីដែលអាចបាញ់យន្តហោះរបស់បារាំង Rafale បាន